និមត្ថរតនតយស័កខ្ញុំព្រះករុណាសូមលំអោនកាយវាចាចិត្តក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយគោរពរាប់អានបំផុតហើយសូមពិពណ៌នាអំពីអានិសង្ឃបង្គន់ឲ្យមានសេចក្តីពិស្ដារដោយមានរឿងនិទានប្រកបទៅដោយសំអាងផងដោយខាងមុខអានិសង្ឃបង្គន់ជាទីបន្ទោបង់នៅឧច្ចារៈបាសវៈឬមួយក៏យើងហៅថាមូតឬក៏លិមួតនឹងឯងលោករាប់ចូលក្នុងសេនាសនៈបច្ច័យដែរដូចកុដិសាលាឬក៏ផ្ទះសម្បែងនិងទីសេនាសនៈឯទៀតដែរព្រោះជាទីជ្រកអាស្រ័យដើម្បីបន្ទោបង់និងដើម្បីការពារត្រជាក់ដូចគ្នាប្លែកតែកុដិសាលាឬក៏ផ្ទះសម្បែងសម្រាប់ដេកនៅបង្គន់សម្រាប់បន្ទោបង់មូតលិមួកប៉ុណ្ណោះដែលនរណាក៏ត្រូវបិទបាំងគេខ្មាស់ក្នុងពេលចូលបង្គន់ដែរជាការចាំបាច់ខានពុំបានព្រោះហេតុនេះកាលបពោលដល់អានិសង្ឃខាងការសាងបង្គន់ជាទានក៏ប្រហាក់ប្រហែលនឹងអានិសង្ឃខាងការកសាងសាលាឬក៏សេនាសនៈដូចគ្នាតែបពោលឲ្យល្អិតទៅការកសាងបង្គន់មានផល្លានិសង្ឃប្លែកពីការកសាងសាលាឯទៀតបន្តិចចំពោះការបិទបាំងគេខ្មាស់នេះនិងការបន្ទោបង់ដែលជាការចាំបាច់ត្រូវតែបិទបាំងត្រូវតែបន្ទោបង់ជាការប្រញាប់ឲ្យទាន់ពេលខានពុំបានកាលបើបង្គន់ជាទីសំខាន់ត្រង់ការបន្ទោបង់ជាការចាំបាច់ដូចពោលហើយផល្លាអានិសង្ឃនៃការសាងបង្គន់ក៏ត្រូវតែមានច្រើនជាការសំខាន់ដែលព្រោះជាការសង្គ្រោះដោះទុក្ខអ្នកមានធុរៈដែលរាប់ចូលក្នុងសង្ឃហវត្ថុគ្រឿងសង្គ្រោះផងដែលថាការកសាងបង្គន់បានផល្លានិសង្ឃច្រើននោះដោយអានិសង្ឃរឿងព្រះពាកលដ្ឋេដែលព្រះអដ្ឋកថាចារ្យសម្ដែងទុកក្នុងអដ្ឋកថាធម្មបទប្រារព្ធនឹងការកសាងបង្គន់ដូចតទៅនេះរឿងព្រះពាកលដ្ឋេក្នុងសាសនាព្រះពុទ្ធកស្សបៈមុនសាសនាព្រះសមណគោតមបរមគ្រូនៃយើងនេះមានកហបតីម្នាក់បានឃើញព្រះអរហន្តមួយព្រះអង្គលោកឈឺបន្ទោបង់អចរៈរន់ខ្លាំងត្រង់ទីកណ្ដាលវាលដែលមានមនុស្សច្រើនលោកដើរទៅរកបង្គន់ដើម្បីបន្ទោបង់លិមួកកហបតីនោះបានដឹងរឿងនោះក៏ប្រញាប់ប្រញាល់យកសម្ពុតធ្វើជារនាំងបិទបាំងជាបង្គន់ប្រគេនលោកភ្លាមពេលនោះលោកក៏បន្ទោបង់ដោយស្រួលហើយកហបតីនោះទូលលោកថាដោយអំណាចផលដែលខ្ញុំព្រះករុណាបានសាងបង្គន់ប្រគេនលោកម្ចាស់ដោយរុះរាន់តាន់ពេលនេះបើលោកម្ចាស់បានសម្រេចធម៌ណាក្នុងអត្តភាពនេះសូមឲ្យខ្ញុំព្រះករុណានឹងបានសម្រេចធម៌នោះតាមលោកម្ចាស់ផងក្នុងជាតិខាងមុខពុំខានព្រះថេរៈទទួលថាអ្នកប្រាថ្នាយ៉ាងណាសូមឲ្យបានសម្រេចយ៉ាងនោះហ្នឹងគាត់ប្រាថ្នាថាបើសិនជាព្រះថេរៈសម្រេចធម៌អ្វីនៅក្នុងជាតិនេះជាតិខាងមុខគាត់នឹងសូមសម្រេចធម៌នោះដែរកហបតីនោះលុះអស់អាយុទៅនឹងទៅបានទៅកើតជាទេវបុត្រស្ថិតនៅក្នុងឋានទេវលោកអស់មួយពុទ្ធតរៈមួយចន្លោះព្រះពុទ្ធលុះមកដល់ពុទ្ធកាលនៃព្រះសមណគោតមបរមគ្រូជាម្ចាស់នៃយើងនេះទេវបុត្រនោះបានច្រុតចាកឋានសួគ៌មកកើតក្នុងត្រកូលសេដ្ឋីមួយនៅក្បែរមាត់ទន្លេវេលាប្រសូតមេដាបិតាយកទារកនោះ
ទៅធ្វើមង្គលនៅមាត់ទន្លេងូតទឹកក្នុងទន្លេទារកនោះរបូតពីដៃមេដាធ្លាក់ទៅក្នុងទឹកហើយពេលនោះក៏មានត្រីធំមួយលេបទៅក្នុងពោះហាលទៅតាមទន្លេមានអ្នកនេសាទហ្នឹងក៏ចាប់បានត្រីនោះត្រីដែលបានលេបត្រីដែលបានលេបទារកនោះចាប់បានហើយក៏យកទៅលក់ឲ្យសេដ្ឋីម្នាក់នៅមាត់ទន្លេចិត្តនោះដែរសេដ្ឋីនោះឲ្យវះពោះត្រីនោះដែលបានទិញមកឃើញកូននោះនៅក្នុងពោះក៏ត្រេកអរឥតឧបមាយកកូននោះទុកជាកូនស្រឡាញ់ដូចជាកូនបង្កើតរបស់ខ្លួនឯស្ត្រីសេដ្ឋីដែលជាមេដាបិតាបង្កើតហ្នឹងពុំបានដឹងដំណឹងសោះពេលនោះក៏បានដឹងដំណឹងថាកូនរបស់ខ្លួនហ្នឹងត្រូវបានសេដ្ឋីម្នាក់ទៀតយកទៅចិញ្ចឹមទុកជាកូនរបស់ខ្លួនក៏មកសុំកូននោះទៅវិញតែសេដ្ឋីជាមេដាបិតាចិញ្ចឹមហ្នឹងពុំឲ្យហើយត្រកូលកូនសេដ្ឋីទាំងពីរហើយតកូលកូនសេដ្ឋីទាំងពីរហ្នឹងបានដាក់វេនគ្នាចិញ្ចឹមកូននោះ4ខែម្នាក់តកូលទាំងពីរហ្នឹងបានន័យថាមួយខែទៅតកូលខាងនោះមួយខែទៀតទៅតកូលមេដាបកើតអីចឹងទៅកូននោះក៏បានឈ្មោះថាពាកុលកុមារកុមារដែលមានតកូល2តាំងពីពេលនោះមកលុះពាកុលកុមារនោះមានវ័យចម្រើនឡើងបានអាយុ20ឆ្នាំបានបួសជាភិក្ខុមាននាមថាពាកុលថេរបានជាព្រះអរហន្តមួយព្រះអង្គក្នុងព្រះពុទ្ធសាសនាលោកមានសុខភាពល្អណាស់ហើយអត់មានរោគអ្វីបន្តិចបន្តួចទេញោមតាំងពីលោកប្រសូតរហូតដល់ចាស់ជរាលោកមានព្រះជន្មរហូតដល់160ឆ្នាំហ៎បាទបានទៅចូលនិព្វានអាយុវែងណាលោកចឹងអានិសង្ឃបង្គន់នេះក៏មានផលល្អវាមានល្អមួយបែបជាងអានិសង្ឃសេនាសនៈសាងកុដិសាលាអីផ្សេងសរុបមកវិញអាត្មាមានតែប៉ុណ្ណេះចម្រើនពរឲ្យញោមបានស្ដាប់វាមិនវែងទេត្រឹម7នាទី8នាទីញោមមកដល់10នាទីមុននឹងបញ្ចប់អាត្មាក៏សូមថ្លែងអំណរគុណទៅដល់ញាតិញោមពុទ្ធបរិស័ទដែលបានស្ដាប់នៅបឋមទេសនានេះហើយក៏សូមចម្រើនពរជូនពរឲ្យជួបតែពុទ្ធពរគឺពរព្រះពុទ្ធទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លាតខេតឡើយ